គ្នាមើលវីដេអូខាងលើនេះហើយដឹងអត់ថាគាត់គឺជានរណាគេហើយបងប្អូនអ្នកខ្លះដែលជា fan របស់គាត់ខ្ញុំសូមមើលមុខតិចមើលបងប្អូនអ្នកគ្នាតិចថាមើលគាត់អត់ស្គាល់ណានារីខាងលើម្នាក់នេះគឺជា Jennie Kim ដែលជាសមាជិកនៅក្នុងក្រុម Blackpink ហើយនៅក្នុងវីដេអូខាងលើនេះគេបាននិយាយថា Jennie គឺជាមនុស្សស្រីម្នាក់ដែលខ្ជិលជាងគេនៅក្នុងក្រុមខ្ជិលតាំងពីការរួមឡើងដោយវីដេអូខាងលើដែលបងប្អូនអ្នកគ្នាបានឃើញអញ្ចឹងណាតែរឿងដែលគេនិយាយហ្នឹងណាវាគឺជាការពិតដែរឬទេឥឡូវបើចង់ដឹងយើងមកមើលទាំងអស់គ្នាហើយនៅក្នុងវីដេអូនេះនឹងបង្ហាញបងប្អូនថា Jennie Kim ពីដើមឡើយមកពីណាទៅបានសប្តាហ៍ថ្ងៃនេះមានគេឈ្មោះល្បីនៅក្នុងក្រុម Blackpink ដែរពីដើមឡើយ Jennie គឺជាក្មេងម្នាក់ដែលរស់នៅតាំងពីតូចជាមួយម្ដាយតែម្នាក់គត់ហើយអ្វីដែលសំខាន់ជាងនឹងទៅទៀតកាលពី Jennie នៅមានអាយុ8ឆ្នាំគាត់ត្រូវទៅរៀននៅឯ New Zealand ដែលត្រូវនៅឆ្ងាយពីម្ដាយរបស់ខ្លួនហើយគាត់ត្រូវរស់នៅតែម្នាក់ឯងអញ្ចឹងណាបងប្អូនទាំងគ្នាស្មៃមើលគាត់ទៅតែមានអាយុ8ឆ្នាំទេតែបែរជាត្រូវរៀនរស់នៅស្រុកគេតែម្នាក់ឯងថាតើគាត់កំសត់ប៉ុណ្ណាទៅហើយគាត់ក៏ជាក្មេងម្នាក់ដែលពូកែអៀនជាងគេផងដែរសូម្បីតែជួបមនុស្សអញនិយាយបានថាគាត់សឹងតែមិនហ៊ានជួបគេសោះហើយពីមួយឆ្នាំទៅមួយឆ្នាំវាពិតជាលឿនមែនតើតែធ្វើឲ្យ Jennie គឺជាក្មេងស្រីដែលខ្លាចនឹងពូកែអៀនម្នាក់បានប្រែទៅជាក្មេងស្រីម្នាក់ដែលចេះឯករាជ្យទៅលើជីវិតរបស់ខ្លួនឯងរហូតដល់គាត់មានអាយុ14ឆ្នាំគាត់ត្រូវបន្តការសិក្សានៅឯប្រទេសអាមេរិកតែគាត់បានសម្រេចចិត្តបោះបង់ចោលការសិក្សារបស់គាត់ត្រឡប់មកប្រទេសកូរ៉េវិញព្រោះគាត់មានក្តីសម័យមួយនោះគឺគាត់ចង់ក្លាយទៅជាតារាចម្រៀងប៉ុន្តែគាត់មិនដឹងថាត្រូវចាប់ផ្ដើមពីកន្លែងណាទៅកន្លែងណាទេអញ្ចឹងហើយទៅគាត់សម្រេចចិត្តបោះបង់ចោលការសិក្សានៅឯប្រទេសអាមេរិកដោយជំនួសឲ្យការចូលវឹកហាត់ K-pop នៅក្នុងក្រុមមួយនៅឯប្រទេសកូរ៉េហើយគាត់បានវឹកហាត់អស់រយៈពេល6ឆ្នាំការវឹកហាត់អស់រយៈពេលយូរមួយនេះបានផ្លាស់ប្ដូរអត្តចរិតរបស់គាត់ជាច្រើនពីមនុស្សដែលអៀនស្ងៀមស្ងាត់រហូតខ្លាចទៅជាមនុស្សម្នាក់ដែលចេះច្រៀងរាំនិងរ៉េបថែមទៀតផងហើយទីបំផុតគាត់ក៏បានចូលទៅក្នុងសមាជិកក្រុមមួយដែលមានឈ្មោះថា Blackpink ហើយមិនយូរប៉ុន្មានឈ្មោះក្រុម Blackpink មួយនេះក៏ត្រូវបានគេស្គាល់យ៉ាងច្រើនតាមរយៈបទ Boombayah និង How You Like That ទាំងខ្ញុំទាំងបងប្អូនអរគ្នាសុទ្ធតែស្គាល់ Blackpink តាមបទហ្នឹងឯងមែនអត់ហើយ Blackpink ត្រឹមតែរយៈពេលខ្លីឯងមាន fan រហូតដល់រាប់រយលាននាក់នៅក្នុងនោះមានអ្នកស្រឡាញ់ហើយក៏មានអ្នកស្អប់ដូចគ្នាហើយអ្នកដែលស្អប់ Jennie វិញមួយថ្ងៃគ្រប់ពេលគឺតាមមើលសកម្មភាព Jennie ហ្នឹងហ្មងហើយតាមចាប់កំហុសរបស់គាត់គ្រប់ពេលហ្មងមិនធំតែប៉ុណ្្នឹងទេ hater របស់ Jennie ហ្នឹងបានកាត់តវីដេអូរបស់ Jennie យកទៅផុសពីចំណុចខ្សោយរបស់គាត់ទៀតហើយបានកាត់សឹងតែគ្រប់វីដេអូដែល Jennie របៀបព្រមយឺត slow ជាងគេអញ្ចឹងណាយកទៅផុសនៅក្នុង social media របៀបថាឲ្យ Jennie រិះគន់ Jennie ជាមនុស្សដែលខ្ជិលសំបីតែនៅក្នុងការរំមិនដឹងថាហេតុអីចូលមកក្នុងក្រុម K-pop នឹងបានដែរវាថាមនុស្សដែលស្អប់យើងហើយយើងធ្វើអីបន្តិចគឺតាមចាប់កំហុសយើងហើយតាមជន់យើងយកហ្មងហើយគ្រប់វីដេអូមួយដែលកាត់ត Jennie ហ្នឹងផុសឲ្យតែងតែដាក់ងាយឲ្យ Jennie ថាកំពូលមនុស្សខ្ជិលសំបីតែការរំហើយមានមនុស្សខ្លះទៀតរិះគន់ Jennie អាក្រក់ណាតែការរិះគន់ទាំងអស់ហ្នឹងមិនត្រឹមតែមិនប៉ះពាល់ដល់អារម្មណ៍ Jennie ទេវាកាន់តែធ្វើឲ្យ Jennie មានភាពក្លាហាននិងរឹងមាំខ្លាំងជាងមុនថែមទៀតផងនិយាយរួមទៅគេកាន់តែមើលងាយគាត់គេកាន់តែជន់គាត់កាន់តែធ្វើឲ្យគេមើលឃើញថាគាត់ពិតជាមិនដូចអ្វីដែលគេបាននិយាយនោះទេពេលនោះ Jennie ក៏បានចេញចម្រៀងមួយបទដែលជាងដោយខ្លួនឯងហើយចម្រៀងនោះមានចំណងជើងថា solo ហើយ Jennie ក៏បានបន្តទៀតដែរថានៅក្នុងបទនោះមានអត្ថន័យថាត្រូវជឿជាក់លើខ្លួនឯងត្រូវមានទំនុកចិត្តលើខ្លួនឯងកុំចាញ់នៅពាក្យសម្ដីនរណាម្នាក់ឲ្យសោះហើយកាន់តែគួរឲ្យភ្ញាក់ផ្អើលថែមទៀតនោះគឺបទ solo មួយនេះមានមនុស្សសឹងតែមួយពិភពលោកទៅហើយចូលទៅស្ដាប់ហើយក្រោយមកទៀត Jennie កាន់តែមានគេស្គាល់ច្រើនឡើងនៅហើយគាត់ថែមទាំងត្រូវគេបានអញ្ជើញទៅធ្វើជា BA របស់ fashion មួយកន្លែងទៀតដែលនៅក្នុងប្រទេសកូរ៉េនិយាយរួមទៅជីវិតរបស់ Jennie ពិតជាអស្ចារ្យខ្លាំងមែនទែនហ្មង Jennie បានផ្លាស់ប្ដូរពីមនុស្សដែលទន់ខ្សោយម្នាក់ក្លាយទៅជាមនុស្សដ៏អស្ចារ្យនិងមានភាពជឿជាក់លើខ្លួនឯងជាខ្លាំងទោះបីជាខ្លួនមានមនុស្សស្អប់ជាច្រើនយ៉ាងណាក៏ដោយអ្នកទាំងអស់គ្នានិយាយមែនណាសម្រាប់ខ្ញុំពិតជាយល់អារម្មណ៍របស់គាត់អារម្មណ៍មួយដែលគេតែងតែសង្ស័យពីសមត្ថភាពរបស់យើងហើយអារម្មណ៍មួយទៀតរបៀបថា hater របស់យើងតែស្អប់យើងចាំតាមតែមើលកំហុសយើងតែយើងធ្លោយអីបន្តិចគឺតាមជន់យើងតាមឈ្នានីយើងដល់យើងធ្លាក់ដល់បាតហ្មងគឺមិនថាតារានីមួយៗនៅប្រទេសកូរ៉េមានបញ្ហាផ្លូវចិត្តសម្ពាធផ្លូវចិត្តទៅលើ hater នឹងខ្លាំងមែនតើហ្មងប៉ុន្តែ Jennie ផ្ទុយខុសស្រឡះពីគេហ្មងគេកាន់តែជន់គាត់កាន់តែធ្វើឲ្យគេមើលថាគាត់មិនមែនដូចពាក្យសម្ដីដែលគេនិយាយអត់មានថារឿងប៉ុណ្ណឹងមកផ្ដួលគាត់បានទេគាត់មានតែធ្វើឲ្យខ្លួនគាត់ឡើងកាន់តែខ្ពស់ឡើងជាក់ស្ដែងរឿងរបស់ Jennie មួយនេះបានអប់រំផ្លូវចិត្តយើងទាំងអស់គ្នាថាមនុស្សយើងម្នាក់សុទ្ធតែមានសមត្ថភាពសុទ្ធតែមានទេពកោសល្យរៀងខ្លួនសមត្ថភាពក៏ខុសគ្នាដែរហើយខ្សែជីវិតរបស់យើងម្នាក់មិនមែនស្ថិតទៅលើមាត់អ្នកដទៃទេអញ្ចឹងមានគេចង់មកចាញ់ផ្សាយយើងមានគេចង់មកផ្ដួលយើងកុំដួលតាមគេយើងកុំចាញ់តាមគេគួរណាស់តែយើងរៀនតាម Jennie ព្រោះតែយើងអត់អាចទៅបិទមាត់គេអត់ឲ្យគេនិយាយខកពីយើងអត់ឲ្យគេជេរយើងអត់ឲ្យគេរិះគន់យើងបានទេប៉ុន្តែយើងអាចបិទតិចរបស់យើងបានយើងស្ដាប់ការរិះគន់របស់គេខ្លះយើងបិទតិចខ្លះយើងពង្រឹងសមត្ថភាពរបស់យើងឲ្យកាន់តែខ្លាំងឲ្យកាន់តែលើសពីអ្វីដែលគេបាននិយាយពីយើងណាអញ្ចឹងមនុស្សយើងម្នាក់តែងតែមាន hater រៀងខ្លួនមិនថាគេស្អប់យើងឬក៏យើងស្អប់គេយើងកុំទៅចាញ់ផ្សាយគេយើងកុំទៅស្ដាប់ពីសម្ដីគេយើងធ្វើតាមតែសមត្ថភាពរបស់យើងដែលយើងអាចទៅមុខ